ជំរាបសួរបងប្អូនអរគ្នាតោះធ្វើដំណើរទៅកាន់ខេត្តកំពតជាមួយខ្ញុំទាំងអស់គ្នាមកដល់ទឹកដីខេត្តកំពតភ្លាមគឺអាកាសធាតុមានការប្រែប្រួលភ្លាមបងប្អូនអរគ្នាដែលធ្វើឲ្យខ្ញុំនិងក្រុមការងារគឺពិបាកក្នុងការធ្វើដំណើរខ្លាំងមែនទែនបន្ទាប់ពីធ្វើដំណើរអស់រយៈពេលយ៉ាងយូរខ្ញុំបាននឹងក្រុមការងារក៏បានមកដល់ផ្ទះលោកយាយហើយក៏បានពំនាំថវិកាដែលបងប្អូនសប្បុរសជនចូលរួមតាមរយៈបងស្រីវឿនថារីនិងបងស្រីគឹមពិសីជូនលោកយាយផ្ទាល់ផងដែរហើយលោកយាយក៏បានថ្លែងអំណរគុណដល់បងប្អូនអរគ្នាបានចូលរួមជាថវិកាជូនលោកយាយដើម្បីទិញថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺនឹងហើយបងប្អូនអរគ្នាជំនួសឲ្យបងស្រីវឿនថារីនិងបងស្រីគឹមពិសីក៏សូមថ្លែងអំណរគុណដល់បងប្អូនដែលបានចូលរួមជាថវិកានិងស្បៀងអាហារក៏ដូចជាគ្រឿងឧបភោគបរិភោគផ្សេងៗជូនដល់ចាស់ជរានៅខេត្តកំពតសូមឲ្យបងប្អូនទាំងអស់គ្នាជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លេឡើយសូមអរគុណបងប្អូនទាំងគ្នា